នាងខ្ញុំសូមគោរពជំរាបសួរលោកស្រីអ្នកនាងកញ្ញាក៏ដូចជាទស្សនិកជនដែលកំពុងតែតាមដានទស្សនាកម្មវិធីជជែកអំពីសេដ្ឋកិច្ច Digital នៅកម្ពុជាឆ្នាំ2024គួរបញ្ជាក់ផងដែរថាកម្មវិធីជជែកអំពីសេដ្ឋកិច្ច Digital នៅកម្ពុជាគឺជាកម្មវិធីពិភាក្សាបែបកិច្ចសន្ទនាដែលមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនជំនាញដែលគាត់អញ្ជើញមកពីក្រសួងនិងស្ថាប័នពាក់ព័ន្ធក្នុងការចែករំលែកនៅបទពិសោធន៍ក៏ដូចជាចំណេះដឹងដែលផ្ដោតសំខាន់ទៅលើប្រធានបទក្នុងការគ្រប់គ្រងការអភិវឌ្ឍសេដ្ឋកិច្ចនិងធុរកិច្ច Digital នៅក្នុងប្រទេសកម្ពុជាកម្មវិធីនេះត្រូវបានរៀបចំឡើងដោយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ច Digital សូមស្វាគមន៍សាជាថ្មីម្ដងទៀតមកកាន់កម្មវិធីជជែកអំពីសេដ្ឋកិច្ច Digital នៅកម្ពុជាឆ្នាំ2024ដែលសម្រាប់វគ្គទី2ផ្ទាល់នេះផងដែរយើងនឹងធ្វើការលើកយកប្រធានបទគន្លឹះមួយមកធ្វើការពិភាក្សាដែលប្រធានបទនោះគឺយើងនឹងផ្ដោតសំខាន់ទៅលើការស្វែងយល់អំពីអក្ខរកម្ម Digital ថាតើអ្វីទៅគឺជាអក្ខរកម្ម Digitalហើយថាតើអក្ខរកម្ម Digital មានតួនាទីនិងសារៈសំខាន់អ្វីខ្លះនៅក្នុងសេដ្ឋកិច្ច Digital នៃប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះសម្រាប់កិច្ចសន្ទនានេះថ្ងៃនេះផ្ទាល់ផងដែរមាននឹងខ្ញុំមនីនាថគឺជាអ្នកសម្របសម្រួលនិងមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនរបស់យើងក្នុងការពិភាក្សានិងចែករំលែកទៅលើប្រធានបទនៃថ្ងៃនេះផ្ទាល់ផងដែរចង់ដឹងថាវាគ្មិនរូបណានឹងអញ្ជើញចូលរួមជាមួយយើងនៅថ្ងៃនេះនាងខ្ញុំសូមស្វាគមន៍វាគ្មិនកិត្តិយសរបស់យើងទាំងអស់គ្នាចាជំរាបសួរបងសុខសប្បាយបងសុខសប្បាយចាអរគុណច្រើនមែនតើបងដែលបានផ្ដល់កិត្តិយសអញ្ជើញចូលរួមជាវាគ្មិននៅក្នុងកម្មវិធីរបស់យើងនៅថ្ងៃនេះផ្ទាល់ផងដែរមុននឹងឈានដល់ការពិភាក្សាទៅលើប្រធានបទរបស់យើងផ្ទាល់នៅថ្ងៃនេះសូមបងអាចជួយធ្វើការណែនាំខ្លួនបន្តិចទៅកាន់ទស្សនិកជនរបស់យើងបងសូមជម្រាបសួរទស្សនិកជនដែលតាមដានទស្សនាការជជែកពិភាក្សាពីសេដ្ឋកិច្ច Digital នៅកម្ពុជាខ្ញុំបាទឈ្មោះច័ន្ទធីពិសាលជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយ Digital នៃបណ្ឌិតសភាបច្ចេកវិទ្យា Digital កម្ពុជាខ្ញុំបាទមានកិត្តិយសដែលបានចូលរួមនៅក្នុងកម្មវិធីនេះដើម្បីចែករំលែកនៅចំណេះដឹងនិងបទពិសោធន៍ស្ដីពីអក្ខរកម្ម Digital និងសារៈសំខាន់នៃអក្ខរកម្ម Digital ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម Digital នៅកម្ពុជាសូមអរគុណចាអរគុណច្រើនមែនទែនបងសម្រាប់ការណែនាំខ្លួនត្រឡប់មកកាន់ការពិភាក្សាទៅលើប្រធានបទផ្ទាល់របស់យើងនៅថ្ងៃនេះវិញគឺយើងនឹងធ្វើការពិភាក្សាទៅលើការស្វែងយល់អំពីអក្ខរកម្ម Digital ចាជាក់ស្ដែងនៅក្នុងការរស់នៅប្រចាំថ្ងៃគឺទាមទារឲ្យប្រជាពលរដ្ឋខ្មែរយើងមានចំណេះដឹងនិងជំនាញទុនចាំបាច់ជាពិសេសនោះគឺចំណេះដឹងអក្ខរកម្ម Digital កម្រិតមូលដ្ឋានក្នុងការមានជាសមត្ថភាពក៏ដូចជាជំនាញក្នុងការប្រើប្រាស់នៅឧបករណ៍ Digital ក៏ដូចជាប្រព័ន្ធបច្ចេកវិទ្យាក្នុងការប្រស្រ័យទាក់ទងគ្នានៅក្នុងប្រតិបត្តិការការងារក៏ដូចជាប្រតិបត្តិការអាជីវកម្មជាដើមខ្ញុំមានជាសំណួរចង់ឲ្យបងជួយធ្វើការពន្យល់ក៏ដូចជាផ្ដល់ជាការយល់ឃើញបន្ថែមថាតើអ្វីទៅគឺជាអក្ខរកម្ម Digital ហើយថាតើអក្ខរកម្ម Digital មានតួនាទីនិងសារៈសំខាន់អ្វីខ្លះនៅក្នុងសេដ្ឋកិច្ច Digital នៃប្រទេសកម្ពុជាយើងក៏ដូចជានៅក្នុងការប្រស័យរស់នៅទាក់ទងគ្នាជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរអរគុណមនីនាថទាក់ទងនឹងសំណួរនេះជាក់ស្ដែងអក្ខរកម្ម Digital បើយើងពិភាក្សាឲ្យស្រួលទៅវាមានមកពីពាក្យអក្ខរកម្មបូក Digital ចា៎ប៉ុន្តែបើយើងយកនិយមពាក្យពីរហ្នឹងមកបញ្យល់តែម្ដងវាអត់គ្រប់ន័យទេអក្ខរកម្មមានន័យថាចំណេះដឹងឬក៏ជំនាញលើការអានឬក៏គណិតវិទ្យាជាដើមប៉ុន្តែដល់យើងយកមកនិយមន័យហ្នឹងយកមកបូកតែម្ដងវាអត់គ្រប់ន័យនៃរឿងការងារអក្ខរកម្ម Digitalអញ្ចឹងការងារអក្ខរកម្ម Digital ដោយមនីនាថបានបញ្ជាក់មុនហ្នឹងមានន័យថាគឺជាសមត្ថភាពឬក៏បណ្ដុំនៃចំណេះដឹងឬក៏សមត្ថភាពដែលក្នុងការប្រើប្រាស់នៅឧបករណ៍ឬក៏បច្ចេកវិទ្យា Digital ដើម្បីអីប្រកបដោយសុវត្ថិភាពហើយមានទំនួលខុសត្រូវដើម្បីអីដើម្បីធ្វើឲ្យប្រសើរឡើងនៅការប្រស័យតាក់ទងគ្នាឬក៏ប្រសើរឡើងនៅការប្រកបរបរអាជីវកម្មរបស់គាត់ប្រកបដោយការទទួលខុសត្រូវហើយនឹងមានសុវត្ថិភាពចា៎នៅក្នុងក្របខ័ណ្ឌនៃអង្គការ UNESCO ហើយក៏ក្នុងក្របខ័ណ្ឌនៃអង្គការទូរគមនាគមន៍សកលផងដែរ ITU ក៏គាត់បានកំណត់នៅអក្ខរកម្ម Digital នេះដែរអញ្ចឹងអក្ខរកម្ម Digital នេះតាមនិយមន័យរបស់ពួកគាត់គឺមានធាតុសំខាន់ហ្នឹងទី1គឺចេះប្រើប្រាស់បច្ចេកវិទ្យាDigital ហ្នឹងមានន័យថាប្រើប្រាស់តាំងឧបករណ៍អាចឧបករណ៍ឆ្លាតវៃដូចជាទូរស័ព្ទដូចជាកុំព្យូទ័រជាដើមតមកប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវមានន័យថាដឹងសុវត្ថិភាពចេះការពារទិន្នន័យខ្លួនឯងផ្ទាល់ខ្លួនដើម្បីប្រយោជន៍អ្វីមួយឧទាហរណ៍ថាសម្រាប់ការប្រស័យតាក់ទងសម្រាប់សិក្សាឬការប្រកបរបរអាជីវកម្មហើយបន្ទាប់មកដើម្បីប្រយោជន៍នឹងហើយមានសុវត្ថិភាពដល់អ្នកផ្សេងហើយកាត់បន្ថយហានិភ័យទៀតចា៎អញ្ចឹងនេះជានិយមន័យដែលកំណត់ដោយអង្គការអន្តរជាតិនៅក្នុងក្របខ័ណ្ឌសហភាពអឺរ៉ុប
និងប្រទេសអភិវឌ្ឍន៍មួយចំនួនក៏បានកំណត់នៅនិយមន័យរបៀបនឹងដែរជាក់ស្ដែងនៅកម្ពុជាតាមការសហការគ្នារវាងក្រសួងប្រៃសណីយទូរគមនាគមន៍ហើយនិងអង្គការ UNESCO បានរៀបចំនៅក្របខ័ណ្ឌអក្ខរកម្ម Digital ប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មានដែលបានកំណត់នៅនិយមន័យនោះដែលនិយមន័យហ្នឹងគឺឆ្លើយតបទៅនឹងនិយមន័យស្របគ្នានិយមន័យដែលបានកំណត់ជាសកលបូកនឹងនិយមន័យដែលបានកំណត់នៅក្នុងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គម Digital ឆ្នាំ2021-2035ដែរចា៎ដែលកំណត់នៅធាតុសំខាន់ៗនោះចា៎ដោយឡែកបើយើងពិនិត្យទៅលើក្របខ័ណ្ឌអក្ខរកម្ម Digital នៅក្នុងសហភាពអឺរ៉ុបដែលហៅ DigiCom 2.0 គឺបែងចែកសមត្ថភាពជា5អញ្ចឹងសមត្ថភាពទី1មានអក្ខរកម្មព័ត៌មានទិន្នន័យសមត្ថភាពទី2តាក់ទងទៅនឹងទំនាក់ទំនងកិច្ចសហប្រតិការទី3ការបង្កើតខ្លឹមសារទី4សុវត្ថិភាពនិងការដោះស្រាយបញ្ហាចា៎ដោយឡែកនៅក្នុងក្របខ័ណ្ឌសមត្ថភាពរបស់អង្គការ UNESCO វិញគឺមានចំនួន7ដែលក្នុង7នោះមានមូលដ្ឋានគ្រឹះនៃ software និងឧបករណ៍បច្ចេកវិទ្យាគមនាគមន៍ព័ត៌មានទី2អក្ខរកម្មព័ត៌មាននិងទិន្នន័យដែលដូចជានឹងសហភាពអឺរ៉ុបដែរហើយនឹងទី3ទំនាក់ទំនងកិច្ចសហប្រតិការការបង្កើតខ្លឹមសារ Digital សុវត្ថិភាពការដោះស្រាយបញ្ហានិងសមត្ថភាពតាក់ទងនឹងមុខរបរចា៎ដោយឡែកបើយើងមើលជាឧត្តមមានវត្តនៅប្រទេសសង្ហបុរីវិញគេរៀបចំមានចំនួន5ដែរមានការទទួលស្គាល់អត្ថប្រយោជន៍ហានិភ័យលទ្ធភាពនៃការប្រើប្រាស់បច្ចេកវិទ្យាការស្វែងយល់ពីដំណើរការអនឡាញនិងបច្ចេកវិទ្យា Digital ការស្វែងយល់អំពីរបៀបប្រើប្រាស់ព័ត៌មានប្រកបដោយទំនួលខុសត្រូវហើយនឹងការស្វែងយល់ពីការការពារខ្លួនហើយនឹងការប្រើប្រាស់បច្ចេកវិទ្យាដោយសុវត្ថិភាពអញ្ចឹងនៅក្នុងកម្ពុជាក្របខ័ណ្ឌសមត្ថភាពអក្ខរកម្ម Digital នឹងមាន8ផ្នែកទី1អក្ខរកម្មព័ត៌មាននិងទិន្នន័យគឺមានន័យថាចំណេះដឹងសមត្ថភាពនៃការប្រើប្រាស់ព័ត៌មាននិងទិន្នន័យទី2ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មានហើយនឹង software ផងដែរហើយទី3អក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយមានន័យថាអាចកំណត់នៅទិន្នន័យព័ត៌មានត្រឹមត្រូវអីជាដើមហើយទី4ទំនាក់ទំនងនិងកិច្ចសហប្រតិការមានន័យថាជាចំណេះដឹងដែលអាចធ្វើការតាក់ទងរវាងបុគ្គលមួយបុគ្គលមួយដែលប្រើប្រាស់នៅឧបករណ៍នានាជាដើមឧបករណ៍បច្ចេកវិទ្យាហើយទី5គឺការបង្កើតខ្លឹមសារ Digital មានន័យថាមិនមែនតែប្រមូលព័ត៌មានទេប៉ុន្តែអាចបង្កើតនៅខ្លឹមសារ Digital ដើម្បីបម្រើឲ្យការធ្វើប្រកបអាជីវកម្មកើតនៅចំណេះដឹងបន្ថែមទៅក្នុងសង្គមផងដែរចា៎ហើយចំណុចដែលឡែកមួយទៀតគឺចំណុចទី6គឺការពាក់ព័ន្ធនឹងសន្តិសុខនិងសុវត្ថិភាពមានថាការការពារសុវត្ថិភាពរបស់គាត់នៅពេលដែលគាត់ប្រើប្រាស់បច្ចេកវិទ្យាប៉ុន្តែក៏មួយទៀតគឺការពារទិន្នន័យផ្ទាល់ខ្លួនហើយនឹងការការពារនៅសុវត្ថិភាពលើប្រព័ន្ធអនឡាញឧទាហរណ៍ដូចជាការដែលយើងទាំងអស់គ្នាឮ scam បុគ្គលដែលគាត់ធ្វើការ hack scam អីជាដើមក៏មានលទ្ធភាពហ្នឹងដើម្បីគាត់អាចការពារខ្លួនហើយអាចកំណត់ថាតើកន្លែងណាជាបញ្ហាតើទិន្នន័យណាព័ត៌មានណាដែលអាចប៉ះពាល់ទៅដល់ផលប្រយោជន៍របស់គាត់ដែលអាចប៉ះពាល់ទាំងផ្នែកហិរញ្ញវត្ថុទាំងកិត្តិយសទាំងព័ត៌មានទិន្នន័យអីជាដើមហើយចំណុចមួយទៀតគឺការដោះស្រាយបញ្ហាគឺ problem solving skill មួយដែរជាជំនាញក្នុងការដោះស្រាយបញ្ហានានាដែលប្រើប្រាស់ទិន្នន័យដែលប្រើប្រាស់ព័ត៌មានដែលមាននៅក្នុងប្រព័ន្ធបច្ចេកវិទ្យាអ្វីដែលសំខាន់មួយទៀតនៅកម្ពុជានោះគឺការកំណត់នៅសមត្ថភាពមួយគឺការសិក្សាពេញមួយជីវិតចា៎មានន័យថាយើងអាចប្រើប្រាស់បច្ចេកវិទ្យា Digital នេះដើម្បីធ្វើការសិក្សាបន្តមានន័យថាជាគោលការណ៍នៅកម្ពុជាហ្នឹងគឺការសិក្សាមិនមែនបញ្ចប់តែម្ដងហើយមានន័យថាមិនមែនចប់ថ្នាក់ទី12ឬក៏បញ្ចប់បញ្ញាបត្របញ្ចប់កម្រិតបញ្ញាបត្រជាន់ខ្ពស់ចប់ទេមានន័យថាបន្តការសិក្សាបន្ថែមរហូតពេញមួយជីវិតមានថាបង្កើនសមត្ថភាពជំនាញបន្ថែមផងដែរអញ្ចឹងត្រឡប់មកវិញអក្ខរកម្ម Digital នេះគឺជាសមត្ថភាពបណ្ដុំនៃសមត្ថភាពដែលអាចធ្វើឲ្យគាត់ប្រើប្រាស់នៅបច្ចេកវិទ្យា Digital បច្ចេកវិទ្យា Digital ក្នុងនោះមានន័យថាទាំងឧបករណ៍ហើយនឹង software ឬកម្មវិធីដែលប្រកបដោយសុវត្ថិភាពដោយការទទួលខុសត្រូវដើម្បីអត្ថប្រយោជន៍នៃការរស់នៅប្រចាំថ្ងៃហើយនឹងកាត់បន្ថយហានិភ័យចា៎ប៉ុន្តែបើយើងមើលឲ្យស៊ីជម្រៅបន្ថែមទៀតនៅក្នុងអក្ខរកម្ម Digital នេះគឺយើងចែកចេញជា3កម្រិតកម្រិតមូលដ្ឋានកម្រិតមធ្យមចា៎ហើយនឹងជាន់ខ្ពស់អ
ចឹងកម្រិតមូលដ្ឋានមានន័យថាម៉េចកម្រិតមូលដ្ឋានមានន័យថាគឺមានលទ្ធភាពអាចប្រើប្រាស់ឧបករណ៍ហ្នឹងដើម្បីបម្រើឲ្យជីវភាពរាល់ថ្ងៃប្រកបដោយសុវត្ថិភាពអញ្ចឹងដែលយើងទាំងអស់គ្នាបានអាចទៅទទួលព័ត៌មានដែរថានៅក្នុងកម្ពុជាយើងប្រជាពលរដ្ឋនៅកម្ពុជាប្រមាណតែ 30% ទេដែលមានអក្ខរកម្ម digital កម្រិតមូលដ្ឋានមានថានៅក្នុងចំនួនប្រជាជនទាំងអស់របស់យើងហ្នឹងតែ 30% ប៉ុណ្ណោះដែលមានលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យា digital ទាំងឧបករណ៍ទាំង software ហ្នឹងប្រកបដោយសុវត្ថិភាពហើយនឹងអត្ថប្រយោជន៍របស់គាត់តែឡែក 70% ទៀតអត់ទាន់មានជំនាញហ្នឹងទេមួយទៀតនៅក្នុងកម្រិតក្របខ័ណ្ឌសមត្ថភាព digital កម្រិតមធ្យមមានន័យថាគឺគាត់អាចប្រើប្រាស់សមត្ថភាព digital របស់គាត់នេះដើម្បីបង្កើននៅផលិតភាពការងារឧទាហរណ៍យើងជាគណនេយ្យករយើងជាសាវនករយើងជាអ្នកទីផ្សារយើងអាចប្រើប្រាស់បច្ចេកវិទ្យា digital ដើម្បីធ្វើឲ្យប្រសើរឡើងនៅការបំពេញការងាររបស់យើងឧទាហរណ៍ដូចជាអ្នកធ្វើវិភាគហិរញ្ញវត្ថុអញ្ចឹងគាត់គ្រាន់តែប្រមូលទិន្នន័យហិរញ្ញវត្ថុដាក់ចូលទៅក្នុងកម្មវិធីឬក៏ software នៅក្នុងប្រព័ន្ធបច្ចេកវិទ្យាហ្នឹងគាត់អាចជួយសម្រួលរបស់គាត់ដើម្បីធ្វើការគណនាហ្នឹងប្រកបដោយសុវត្ថិភាពហើយងាយស្រួលលឿនជាងមុនតោះមកគាត់យកមកវិភាគវិញអញ្ចឹងបច្ចេកវិទ្យា digital នេះជាឧទាហរណ៍មួយឧទាហរណ៍មួយទៀតឧទាហរណ៍សាមញ្ញមួយទៀតមានថាធ្វើទីផ្សារ digital marketing អញ្ចឹងកាលពីមុនយើងធ្វើទីផ្សារយើងចែកខិត្តប័ណ្ណចែកអីជាដើមអញ្ចឹងឥឡូវបច្ចេកវិទ្យា digital មានថាអនុញ្ញាតឲ្យយើងអាចផ្សព្វផ្សាយព័ត៌មានឬក៏ផលិតផលគុណប្រយោជន៍របស់សេវាឬក៏ផលិតផលរបស់យើងហ្នឹងតាមប្រព័ន្ធបណ្ដាញសង្គមតាមប្រព័ន្ធអ៊ីនធឺណិតឬក៏ website ជាដើមដែលអាចធ្វើឲ្យគាត់ងាយស្រួលហើយទៅដល់អ្នកដែលគេហៅអតិថិជនគោលដៅរបស់ពួកគាត់បានចំនួនច្រើនជាងមុនងាយជាងមុនកាត់បន្ថយចំណាយហ្នឹងជាកម្រិតជំនាញ digital មូលដ្ឋានដែលជាឧទាហរណ៍សាមញ្ញដែលយើងអាចឲ្យងាយយល់ចា៎ដែលឡែកនៅក្នុងសមត្ថភាព digital កម្រិតខ្ពស់នោះយើងសំដៅដល់សមត្ថភាពដែលអាចប្រើប្រាស់បច្ចេកវិទ្យា digital ហ្នឹងបង្កើតនៅដំណោះស្រាយឬផលិតផល digital ណាមួយដើម្បីបម្រើឲ្យធុរកិច្ចរដ្ឋាភិបាលហើយនឹងបម្រើនៅប្រតិបត្តិការអាជីវកម្មឬក៏សេដ្ឋកិច្ចអញ្ចឹងពួកគាត់ហ្នឹងអ្នកជាអ្នកបង្កើតនៅដំណោះស្រាយនៅផលិតផលឲ្យប្រជាពលរដ្ឋអ្នកប្រើអញ្ចឹងពួកគាត់ហ្នឹងអ្នកជាដូចជាកាតាលីកររុញបង្កើតនៅដំណោះស្រាយណាមួយអញ្ចឹងគាត់និយាយស្រួលស្ដាប់កម្រិតខ្ពស់ហ្នឹងគឺអ្នកជំនាញអញ្ចឹងអាចថាគាត់បញ្ចប់ថ្នាក់ក្រៅឧត្តមបញ្ញាបត្រឬក៏ជំនាញសញ្ញាបត្រទទួលស្គាល់ថ្នាក់ជាតិឬក៏អន្តរជាតិជាដើមអញ្ចឹងហើយពួកគាត់នេះជាធនធានទេពកោសល្យ digital ដែលមានតម្រូវការដើម្បីរុញនៅការធ្វើបរិវត្តកម្មអញ្ចឹងជារួមត្រឡប់មកវិញវាមាន3កម្រិតមូលដ្ឋានមធ្យមហើយនឹងជាន់ខ្ពស់ចា៎អ្វីដែលចាំបាច់នៅក្នុងការជំរុញបរិយាបន្ននៅក្នុងការអភិវឌ្ឍការកសាងសេដ្ឋកិច្ចសង្គមគឺមូលដ្ឋានឲ្យប្រជាពលរដ្ឋទាំងអស់មានចំណេះដឹងមូលដ្ឋានចា៎ដើម្បីធ្វើឲ្យមានផលិតភាពការងារនៅក្នុងវិស័យសេដ្ឋកិច្ចនៅក្នុងសង្គមគឺមានអ្នកកម្រិតមធ្យមនេះដែលគាត់អាចប្រើប្រាស់បច្ចេកវិទ្យា digital នេះដើម្បីបម្រើឲ្យផលិតភាពការងាររបស់គាត់ហើយដើម្បីជំរុញឲ្យការចាប់យក digital ការធ្វើបរិវត្តកម្ម digital ឆាប់រហ័សគឺតម្រូវការអ្នកជំនាញជាន់ខ្ពស់នេះដែលជាអ្នកបញ្ចប់ថ្នាក់បរិញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ឬក៏កម្រិតបណ្ឌិតហើយឬក៏ជាអ្នកជំនាញដែលទទួលសញ្ញាបត្រមានការទទួលស្គាល់កម្រិតជាតិឬអន្តរជាតិចឹងទៅអញ្ចឹងជារួមមានន័យថាសមត្ថភាព digital ត្រឡប់មកវិញខ្ញុំសង្ខេបជូនទៅវិញមានន័យថាជាចំណេះដឹងឬក៏ជំនាញក្នុងការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសុវត្ថិភាពមានការទទួលខុសត្រូវដើម្បីបម្រើផលប្រយោជន៍នៅក្នុងការរស់នៅប្រចាំថ្ងៃទាំងសង្គមនិងសេដ្ឋកិច្ចហើយកាត់បន្ថយហានិភ័យចា៎ជារួមខ្ញុំមានប៉ុណ្ណេះចាអរគុណច្រើនមែនតើបងដែលបានបកស្រាយយ៉ាងលម្អិតពាក់ព័ន្ធទៅនឹងនិយមន័យក៏ដូចជាទូនាទីនិងសារៈសំខាន់របស់អក្ខរកម្ម digital នៅក្នុងការប្រស្រ័យទាក់ទងគ្នានៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃហើយមួយវិញទៀតដែរអក្ខរកម្ម digital គឺជាចំណុចមួយដែលសំខាន់ដែលជំរុញនៅការកសាងសមត្ថភាពធនធានមនុស្សពលរដ្ឋ digital នៅក្នុងសេដ្ឋកិច្ចនិងសង្គម digital កម្ពុជាដែលជំរុញការលើកកម្ពស់ភាពជាអ្នកដឹកនាំ digital និងការអភិវឌ្ឍ
ព្រមទាំងការប្រមូលផ្ដុំនៅធនធានមនុស្សទេពកោសល្យ digital នៅក្នុងការជំរុញការធ្វើបដិវត្តកម្ម digital នៅក្នុងប្រទេសកម្ពុជាផងដែរខ្ញុំមានជាសំណួរចង់សួរទៅកាន់បងផងដែរថាតើយុវជនកម្ពុជាយើងគួរតែចាប់យកជំនាញ digital ដែរឬទេប្រសិនបើត្រូវតែចាប់យកថាតើមានជំនាញ digital អ្វីខ្លះដែលគាត់គួរតែចាប់យកបាទអរគុណច្រើនមែននេះមុននឹងឆ្លើយសំណួរហ្នឹងខ្ញុំចង់បំបែកសំណួរហ្នឹងជាពីរសិនចា៎មានថាប្រជាពលរដ្ឋគ្រប់រូបគួរចាប់យកនៅជំនាញ digital ដោយសារអីដោយសារការវិវត្តនៃបច្ចេកវិទ្យាដែលចាំបាច់ឲ្យយើងត្រូវចាប់យកនៅជំនាញ digital ហ្នឹងដើម្បីអីដើម្បីទាញយកអត្ថប្រយោជន៍នៃការធ្វើបដិវត្តកម្ម digital បើឧទាហរណ៍ថាបើយើងអត់មានលទ្ធភាពប្រើប្រាស់នៅឧបករណ៍ឬប្រព័ន្ធបច្ចេកវិទ្យាទេឬក៏កម្មវិធីឬក៏ software នោះទេយើងអត់មានលទ្ធភាពទាញអត្ថប្រយោជន៍ពីបដិវត្តកម្ម digital ទេអញ្ចឹងធ្វើបដិវត្តកម្ម digital ក៏អត់មានន័យអីដែរបើប្រជាពលរដ្ឋជាអ្នកប្រើប្រាស់អ្នកទទួលផលហ្នឹងអត់ចេះទាញយកប្រយោជន៍ទេហ្នឹងអ្វីដែលសំខាន់ទី1ទី2សម្រាប់មន្ត្រីរាជការក្នុងករណីដែលគាត់ចង់ផ្ដល់នៅសេវា digital ចា៎តាមរយៈរដ្ឋាភិបាល digital គាត់ក៏ត្រូវមានសមត្ថភាពជំនាញ digital នឹងដែរដើម្បីមានលទ្ធភាពផ្ដល់នៅសេវាហ្នឹងចា៎បើអត់មានលទ្ធភាពផ្ដល់សេវាហ្នឹងទេគឺតើគាត់អ្នកណាអ្នកផ្ដល់បើគាត់ជាអ្នកផ្ដល់គាត់អត់ចេះជាក់ស្ដែងតាមរយៈក្រសួងស្ថាប័នពាក់ព័ន្ធហើយនឹងដូចជាក្រសួងប្រៃសណីយ៍ទូរគមនាគមន៍និងក្រសួងស្ថាប័នពាក់ព័ន្ធហើយនឹងបណ្ឌិតភាពចែកជា digital កម្ពុជាផងដែរមានការបណ្ដុះបណ្ដាលនៅជំនាញ digital ដល់មន្ត្រីរាជការទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដែលក្នុងនោះមានទាំងពីរជំនាញ digital skill essential លើជំនាញមូលដ្ឋាន digital មូលដ្ឋានដល់មន្ត្រីរាជការទាំងគេចំណេះដឹងក្នុងការប្រើប្រាស់បច្ចេកវិទ្យាទាំងចំណេះដឹងក្នុងការការពារទិន្នន័យនិងសុវត្ថិភាពការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយឧទាហរណ៍ជាដើមដែលជាធាតុដែលខ្ញុំបញ្យល់នៅយមន័យរបស់អក្សរកម្ម digital នៅសំណួរដំបូងនោះចា៎ហើយមួយទៀតកម្រិតការបណ្ដុះបណ្ដាលនៅលើ professional training ការបណ្ដុះបណ្ដាលលើជំនាញដូចជាការអភិវឌ្ឍ software ដូចជាការការពារទិន្នន័យរឿងសន្តិសុខ cyber ជាដើមជំនាញជាសមត្ថភាពជំនាញ digital ដែលសំខាន់មួយទៀតគឺជំនាញកម្រិតខ្ពស់មួយទៀតនោះគឺភាពជាអ្នកដឹកនាំ digital មានថាបណ្ដុះបណ្ដាលលើថ្នាក់ដឹកនាំលើជំនាញ digital មួយដែលអាចគាត់ដឹងថាតើនិន្នាការនៃការអភិវឌ្ឍជំនាញ digital ហ្នឹងវាទៅណាអភិវឌ្ឍបច្ចេកវិទ្យា digital ហ្នឹងទៅណាចា៎ដើម្បីឲ្យគាត់មានលទ្ធភាពរុញច្រានដឹកនាំនៅលើការធ្វើបដិវត្តកម្ម digital នៅកម្រិតថ្នាក់ដឹកនាំហើយដើម្បីជួយរុញច្រានដល់អ្នកនៅខាងក្រោមហ្នឹងដែលមានជំនាញអីហ្នឹងដើម្បីធ្វើបដិវត្តកម្ម digital នៅក្នុងរដ្ឋាភិបាលចា៎នេះហើយគឺជាការបណ្ដុះបណ្ដាលលើមន្ត្រីរាជការឡែកចំពោះសិស្សនិស្សិតវិញចំពោះសិស្សនិស្សិតគឺមានន័យថាគឺគាត់ត្រូវធ្វើការយើងត្រូវបញ្ជ្រាបគាត់តាំងពីគ្រប់កម្រិតសិក្សាចា៎តាំងពីថ្នាក់បឋមរហូតដល់កម្រិតមធ្យមសិក្សាហើយនឹងលើកម្រិតឧត្តមសិក្សាដែរមានន័យថាកម្រិត digital មូលដ្ឋានហ្នឹងមានន័យថាគាត់ត្រូវរៀនឲ្យយល់ស្វែងយល់ការប្រើប្រាស់ហ្នឹងតាំងពីទូចា៎មានន័យថាដើម្បីឲ្យគាត់មានជំនាញអក្សរឲ្យមានចំណេះដឹងអក្សរកម្ម digital ហ្នឹងត្រូវចាប់ដើមពីមូលដ្ឋានឲ្យពួកគាត់ចា៎ហើយឡែកចំណុចហ្នឹងគឺចំណុចសំខាន់មានន័យថានៅពេលដែលគាត់យល់អ្វីជាបច្ចេកវិទ្យា digital អាហ្នឹងហើយដែលទាញរុញច្រានឲ្យគាត់ស្រឡាញ់មុខជំនាញហ្នឹងហើយនឹងរើសនៅពេលអនាគតចា៎អញ្ចឹងទី1អត្ថប្រយោជន៍គាត់សម្រាប់ការរស់នៅប្រចាំថ្ងៃជាមូលដ្ឋានទី2ឲ្យគាត់យល់ដឹងថាអ្វីជា coding អ្វីថាការសរសេរកម្មវិធីអ្វីទៅការសរសេរកម្មវិធីឲ្យ robot ហ្នឹងឲ្យមនុស្សយន្តមួយហ្នឹងវាមានចលនាជាដើមមានថាពេលខ្លះมันចាំបាច់ឲ្យគាត់យល់ថាហ្នឹងវាអាចធ្វើអីបានកុំឲ្យថាអត់យល់ថាមិនដឹងរៀនបច្ចេកវិទ្យា digital ហ្នឹងទៅធ្វើអីអត់ដឹងទៅធ្វើអីអញ្ចឹងឲ្យគាត់ចេះជំនាញហ្នឹងបំពាក់ជំនាញមូលដ្ឋានហ្នឹងឲ្យគាត់តាំងពីថ្នាក់មូលដ្ឋានណាហើយបន្ទាប់មកចាំយើងមើលថាអូខេគាត់ស្រឡាញ់អត់លើកទឹកចិត្តគាត់ឲ្យរុញច្រានការងារបន្តទៅលើខ្លាចទៅជាអ្នកជំនាញ digital នោះអញ្ចឹងតែឲ្យគាត់បន្តថ្នាក់បញ្ញាបត្រនៅលើជំនាញបច្ចេកវិទ្យា digital បច្ចុប្បន្នមានតែប្រមាណ 10% ទេនៃនិស្សិតបញ្ចប់ថ្នាក់វិទ្យាល័យដែលបន្តការសិក្សាលើជំនាញ digital អ្វីដែលជាតម្រូវការយើងមានតម្រូវការច្រើនជាងហ្នឹងអញ្ចឹងយើងត្រូវឲ្យគាត់
ជំរុញឲ្យគាត់ចាប់យកជំនាញ digital ហ្នឹងហើយជាចំណុចទី2ដែលខ្ញុំចង់បញ្ជាក់មានន័យថាកម្រិតមូលដ្ឋានប្រជាជាតិគ្រប់គ្នាទាំងអ្នកផ្ដល់សេវាទាំងអ្នកប្រើប្រាស់សេវាហើយទាំងប្រជាពលរដ្ឋទាំងអស់ចា៎តម្លៃជំនាញជាន់ខ្ពស់មានន័យថាយើងត្រូវជំរុញកូនសិស្សយើងសិស្សយុវជនយើងឲ្យយល់ពីសារៈសំខាន់និងអត្ថប្រយោជន៍ហើយនិងមុខរបរហ្នឹងតែគាត់នឹងអាចធ្វើអីបានឧទាហរណ៍បើថាចាប់យកជំនាញច្បាប់ដឹងថាមុខរបរខ្ញុំត្រូវធ្វើអាចធ្វើជាអ្នកជំនួយការច្បាប់អាចធ្វើការងារបន្តខ្លាយទៅជាមេធាវីឬក៏ចាប់យកវិជ្ជាជីវៈថាទៅជាចៅក្រមឬក៏ជាកលាបញ្ជីអីជាដើមពួកគាត់ដូចគ្នាបង្កើតនៅ career path មួយបង្កើតនៅគន្លងអាជីពមួយឲ្យច្បាស់លាស់ឲ្យគាត់យល់ថាបើខ្ញុំចាប់យកបច្ចេកវិទ្យា digital រៀនបញ្ញាបត្រលើការបច្ចេកវិទ្យាព័ត៌មានអញ្ចឹងថាខ្ញុំចាប់យកលើជំនាញទៅសេ program coding ឬក៏ software engineering ឧទាហរណ៍ជាដើមតែខ្ញុំអាចចាប់ដើមការងារដំបូងធ្វើអីតបមកខ្ញុំអាចខ្លាចជាអីបន្តទៀតដើម្បីឲ្យគាត់យល់ថាមានអាជីពមួយច្បាស់លាស់គាត់មានការវិវត្តអាជីពមួយច្បាស់លាស់ដែលធ្វើឲ្យគាត់យល់ថាអូខេខ្ញុំចាប់ជំនាញនេះខ្ញុំនឹងខ្លាចជាអីនៅពេលអនាគតខ្ញុំនឹងខ្លាចជាអីនៅពេលអនាគតអញ្ចឹងគាត់អាចយកមូលដ្ឋាននេះកំណត់ខ្លួនឯងថាអូខេខ្ញុំត្រូវប្រឹងរៀនមុខជំនាញអីយកជំនាញអីដើម្បីខ្លាចជាអ្នកមុខរបរចាប់យកជំនាញឬក៏មុខរបរណាមួយហើយត្រូវបង្កើនលើ skill up skill ឬ re skill ណាមួយដើម្បីឲ្យខ្លាចទៅលើជំនាញដែលអាចផ្ដល់សេវាឬក៏បង្កើតផលិតផលណាមួយបន្តទៀតចា៎អញ្ចឹងសួរថាគួរថាខ្ញុំជួយោបល់គាត់ថាឲ្យគួរចាប់យកជំនាញ digital អត់នេះខ្ញុំទុកឲ្យគាត់ជាអ្នកសម្រេចចិត្តថាគាត់ចាប់អារម្មណ៍នៅលើផ្នែក digital អត់ប៉ុន្តែគ្រាន់តែចង់ជំរាបជូនថាជាតម្រូវការទីផ្សារជាតម្រូវការក្នុងការអភិវឌ្ឍមានតម្រូវការច្រើនចំពោះអ្នកជំនាញ digital តាមការសិក្សាស្រាវជ្រាវរបស់បណ្ឌិតសភាបច្ចេកវិទ្យា digital ជាមួយនឹងវិទ្យាស្ថាន CDRI បានបង្ហាញឃើញថាមានតម្រូវការប្រមាណ 35% បន្ថែមនៅអ្នកជំនាញ digital ចា៎នៅក្នុងរយៈពេល 2 ទៅ 3 ឆ្នាំខាងមុខនេះអញ្ចឹងមានន័យថាតម្រូវការការងារមានចា៎ប៉ុន្តែក៏ត្រូវមានអ្នកជំនាញចូលទៅក្នុងទីផ្សារអញ្ចឹងសិស្សនិស្សិតហ្នឹងត្រូវបង្កើនជ្រើសរើសមុខជំនាញហ្នឹងដើម្បីរៀនប៉ុន្តែត្រូវមួយទៀតត្រូវពង្រឹងសមត្ថភាពពួកគាត់ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារព្រោះទីផ្សារត្រូវការចា៎អញ្ចឹងបើទីផ្សារត្រូវការត្រូវតែមានកូនសិស្សយើងមានការងារច្រើនណាចា៎អញ្ចឹងប្រឹងរៀនដើម្បីរកការងារឬក៏បង្កើតនៅធុរកិច្ចថ្មីអីជាដើមអញ្ចឹងបើមានតម្រូវការគួរតែជ្រើសរើសមុខជំនាញណាដែលយើងស្រឡាញ់ដែលឆ្លើយតបនឹងសមត្ថភាពប៉ុន្តែឆ្លើយតបនឹងតម្រូវការទីផ្សារដែរចា៎អញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យសិស្សនិស្សិតពិចារណាជ្រើសរើសជំនាញ digital នេះនៅលើផ្នែកទាំង3ហ្នឹងទី1មានថាតើសម័យខ្លួននេះស្រឡាញ់នៅនឹងអត់បើស្រឡាញ់ហេតុអីមិនត្រូវទៅយកដែរមានថាទី2តើវាស័ក្តិសមនឹងសមត្ថភាពតើជាអនាគតទៅយើងចង់ធ្វើអីហ្នឹងអញ្ចឹងចង់ធ្វើលើអ្នកជំនាញនេះអ្នកជំនាញនេះដែលជាអាជីពមួយច្បាស់លាស់ដែលអាចរកប្រាក់ចំណូលបានខ្ពស់ចា៎ដែលជាមានតម្រូវការពីទីផ្សារអញ្ចឹង3ចំណុចស្រឡាញ់ចូលចិត្តសមត្ថភាពរបស់ខ្លួនឯងហើយនឹងទី3តម្រូវការលើទីផ្សារចា៎អាចថែមតម្រូវការទីផ្សារនោះវាមានវាមានធាតុវាមួយទៀតអាចថាមានតម្រូវការច្រើនអាចមាននៅប្រាក់វិវត្តខ្ពស់ផងដែរចា៎ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សាររបស់ក្រុមហ៊ុននៅពេលអនាគតចាអរគុណច្រើនមែនទែនបងសម្រាប់ការបកស្រាយពាក់ព័ន្ធទៅនឹងថាតើយុវជនកម្ពុជាគួរតែចាប់យកនិងជ្រើសរើសជំនាញ digital ដែរឬទេមួយវិញទៀតដើម្បីវិវត្តខ្លួននិងអភិវឌ្ឍខ្លួនខ្លាយទៅជាទេពកោសល្យ digital ជាន់ខ្ពស់បងអាចផ្ដល់ជាការណែនាំបន្ថែមបានទេថាតើយុវជនកម្ពុជាគួរតែជ្រើសរើសជំនាញ digital ណាខ្លះសម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សាហើយជំនាញ digital នោះក៏ឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាក់ស្ដែងផងដែរបាទអរគុណច្រើនមនីនាថតកតងនឹងសំណួរនេះខ្ញុំចង់បញ្ជាក់ជូនដែរថាថ្មីនេះរដ្ឋាភិបាលបានតាមរយៈក្រសួងប្រៃសណីយទូរគមនាគមន៍និងគណៈកម្មការរដ្ឋាភិបាល Digital បានដាក់ចេញនៅផែនទីបង្ហាញផ្លូវអភិវឌ្ឍជំនាញ Digital ឆ្នាំ2024-2035ចា៎ដែលក្នុងនោះមានក្របខ័ណ្ឌសមត្ថភាពជំនាញ Digital មួយដែលត្រូវបានបង្កើតរួមគ្នារវាងគ្រឹះស្ថានឧត្តមសិក្សាក្រសួងស្ថាប័ន
ទាំងវិស័យឯកជនហើយនិងអ្នកជំនាញពាក់ព័ន្ធថាតើមានជំនាញណាខ្លះដែលជាតម្រូវការសម្រាប់កម្ពុជាគ្រប់គ្រងដល់ការធ្វើបដិវត្តកម្ម Digital និងការកសាងសេដ្ឋកិច្ចសង្គម Digital ហើយនឹងជាតម្រូវការផលវិស័យឯកជនហើយនឹងគឺសាធារណៈដែរចា៎អញ្ចឹងនៅក្នុងនោះយើងបានដាក់ចេញនៅក្របខ័ណ្ឌសមត្ថភាពជំនាញ Digital មួយដែលឆ្លើយតបទៅនឹងគោលការណ៍នៃការកសាងសេដ្ឋកិច្ចសង្គម Digital ការកសាងនៅមូលដ្ឋានគ្រឹះសសរស្តម្ភទាំង3លើប្រជាពលរដ្ឋរដ្ឋាភិបាលនិងធុរកិច្ចអញ្ចឹងនៅក្នុងនោះមានជំនាញក្រុមជំនាញចំនួន7ចា៎ដែលក្រុមជំនាញទី1នោះគឺរឿងការតបភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ Digital លើជំនាញនៃការតបភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធឧទាហរណ៍ដូចជាជំនាញទូរគមនាគមន៍និងបណ្ដាញជំនាញមជ្ឈមណ្ឌលទិន្នន័យជាដើមដែលជាជំនាញមានភាពចាំបាច់មួយបម្រើឲ្យការកសាងនិងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធតបភ្ជាប់ចា៎ដែលជាមូលដ្ឋានគ្រឹះនៅក្នុងការធ្វើបដិវត្តកម្មបើគ្មានការតបភ្ជាប់ Digital ទេបើគ្មានអ៊ីនធឺណិតទេទោះមានទូរស័ព្ទល្អទោះមានជំនាញ Digital ក៏ដោយក៏អត់មានប្រយោជន៍អីដែរមានថាគាត់អត់បានតបភ្ជាប់លើអនឡាញទេមួយទៀតគឺភាពទុកចិត្តទៅលើប្រព័ន្ធនិងសន្តិសុខ Cyber អញ្ចឹងយើងមានក្រុមជំនាញមួយគឺក្រុមជំនាញការអភិបាលកិច្ចទិន្នន័យគឺគាត់មានអ្នកការគ្រប់គ្រងការការពារទិន្នន័យបុគ្គលការការពារទិន្នន័យរបស់ដែលមានលក្ខណៈរសើបខ្ពស់ sensitive នោះវិយុទ្ធភាពខ្ពស់នោះគឺគាត់អាចការពារទិន្នន័យទាំងវិស័យធនាគារគ្រប់វិស័យទាំងអស់ចា៎មួយទៀតមានក្រុមជំនាញមួយទៀតគឺផ្នែកជំនាញសន្តិសុខ Cyber អញ្ចឹងមានតាំងពីរឿងការការពាររៀបចំនៅគោលការណ៍នៃការការពារសន្តិសុខ Cyber ហើយនឹងធ្វើសន្តិសុខការធ្វើប្រតិបត្តិការសន្តិសុខ Cyber ដែរមានថារៀបចំទាំងគោលការណ៍ការពារតែធ្វើប្រតិបត្តិការដែរមានការឆ្លើយតបនៅពេលដែលមានការវាយប្រហារមានឧបទ្ទវហេតុសន្តិសុខ Cyber អីគាត់អាចធ្វើការឆ្លើយតបហ្នឹងក្រុមជំនាញមួយទៀតដែរចា៎អញ្ចឹងដល់បន្ទាប់មកមានក្រុមជំនាញដែលជាអ្នកប្រើប្រាស់ជាអ្នកបង្កើតនៅសេវានោះគឺក្រុមជំនាញនៅក្នុងការអភិវឌ្ឍកម្មវិធីនិង software អញ្ចឹងមានក្រុមអ្នកសរសេរកម្មវិធីក្រុមអ្នកសរសេរកម្មវិធី blockchain ក្រុមអ្នកសរសេរកម្មវិធីបង្កើតកម្មវិធីនៅប្រព័ន្ធembedding system ឯជាដើមជាក្រុមជំនាញមួយទៀតទៅក្រុមជំនាញមួយទៀតគឺក្រុមជំនាញដែលកំពុងមានតម្រូវការខ្ពស់ដែរគឺលើទិន្នន័យនិងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតចា៎អញ្ចឹងគឺការប្រើប្រាស់ទិន្នន័យដើម្បីជួយធ្វើឲ្យប្រសើរឡើងនៅការសម្រេចចិត្តនៅក្នុងការធ្វើប្រតិបត្តិការអាជីវកម្មការសម្រេចចិត្តរបស់គោលនយោបាយការសម្រេចចិត្តរបស់រដ្ឋាភិបាលជាដើមហើយមួយទៀតគឺការប្រើប្រាស់បញ្ញាសិប្បនិម្មិតមានថាទាំងអស់គ្នាអាចឮថាប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតលើ Chat GPT អីជាដើមដើម្បីជួយសម្រួលដល់ប្រតិបត្តិការហ្នឹងពួកក្រុមគាត់ហ្នឹងគឺជាអ្នកសរសេរអ្នកបង្រៀនដែលគេហៅថា machine ស្វ័យសិក្សា machine learning គឺប្រើប្រាស់ទិន្នន័យដើម្បីបរៀននៅ machine ដើម្បីឲ្យអាចផ្ដល់នៅចម្លើយឬក៏ទិន្នន័យណាមួយដែលជួយបង្កើតនៅដំណោះស្រាយឬក៏ជួយសម្រួលដល់ការធ្វើប្រតិបត្តិការអាជីវកម្មអីជាដើមចា៎មួយទៀតឬក្រុមជំនាញមួយទៀតគឺដែលកំពុងមានតម្រូវការដែរនោះគឺក្រុមជំនាញលើ digital ការធ្វើទីផ្សារ digital ការធ្វើទំនាក់ទំនង digital និងការលក់ digital ដែរចា៎មានន័យថាជាក្រុមជំនាញដែលធ្វើទីផ្សារ digital communication អាចធ្វើទីផ្សារ digital ហើយអាចមានលទ្ធភាពលក់នៅបច្ចេកវិទ្យាអ្នកលក់បច្ចេកវិទ្យាត្រូវចេះដឹងថាអូខេមានបច្ចេកវិទ្យាអីខ្លះមានបច្ចេកវិទ្យាអីខ្លះមិនមែនជាអ្នកលក់ធម្មតាថាអូខ្ញុំទៅលក់ផលិតផលនេះខ្ញុំអត់ដឹងពីផលិតផលនឹងផងទេអញ្ចឹងមានក្រុមជំនាញហ្នឹងមួយដើម្បីអីឲ្យអាចលក់ផលិតផលទៅអតិថិជនគោលដៅរបស់គាត់ធ្វើឲ្យមានប្រសិទ្ធភាពខ្ពស់ហើយអាចទៅដល់អតិថិជនគោលដៅបានច្រើនហើយចំណាយលុយតិចហើយលឿនចា៎តែក្រុមជំនាញមួយទៀតដែលជាតម្រូវការសំខាន់ដែរហើយក៏ជាការលើកទឹកចិត្តដែរដើម្បីការជំរុញបដិវត្តកម្ម digital និងការទាញយកអត្ថប្រយោជន៍ពីឧស្សាហកម្ម 4.0 នេះជាដើមនោះគឺជំនាញលើការបង្កើតធុរកិច្ចថ្មីឬគេហៅថានវានុវត្តន៍និងសហគ្រិនភាពចា៎អញ្ចឹងមានអ្នកបង្កើតជាធុរកិច្ចថ្មី digital អីជាដើមជំនាញគ្រប់គ្រងបច្ចេកវិទ្យាជាដើមដើម្បីឲ្យមានកម្រិតនវានុវត្តន៍បង្កើតនៅផលិតផលឬសេវាថ្មីដែលដោះស្រាយបញ្ហាចំពោះមុខនៅក្នុងស្រុកយើងនេះចា៎ហើយជំរុញការចាប់យក digital របស់សហគ្រាសធុនតូចនិងមធ្យមរបស់ឧស្សាហកម្មហើយអាចមានលទ្ធភាពវិវត្តខ្ពស់ទាញយកប្រាក់ចំណេញខ្ពស់ហើយជំរុញបដិវត្តកម្មទៀតអញ្ចឹងជារួមមកតើសិស្សនិស្សិតគួរជ្រើសរើសមុខជំនាញអីនៅក្នុងឧត្តមសិក្សាបើគាត់សម្រេចចិត្តថាជ្រើសរើសជំនាញបច្ចេកវិទ្យា digital
មានមុខវិជ្ជាទាំង7ហ្នឹង ចា៎ 7ហ្នឹងដែលជាតម្រូវការរបស់ទីផ្សារទី1លើផ្នែកទូរគមនាគមន៍និងបណ្ដាញលើការតភ្ជាប់ digital ចា៎ លើសន្តិសុខ cyber ក្រុមជំនាញការគ្រប់គ្រងទិន្នន័យក្រុមជំនាញលើការអភិវឌ្ឍ software និងកម្មវិធីក្រុមជំនាញលើការប្រើប្រាស់ទិន្នន័យនិងបញ្ញាសិប្បនិម្មិត ចា៎ ហើយក្រុមជំនាញលើការប្រើប្រាស់នៅការលក់ឬក៏ទីផ្សារហើយនឹងទំនាក់ទំនង digital ហើយនឹងចុងក្រោយគឺនវានុវត្ត digital និងសហគ្រិនភាព ចា៎ នេះជាក្រុមជំនាញទាំង7ដែលជាតម្រូវការហើយដែលគួរឲ្យសិស្សនិស្សិតគួរពិចារណាជ្រើសរើសនៅពេលដែលគាត់បន្តនៅក្នុងកម្រិតឧត្តមសិក្សាឬក៏បង្កើននៅជំនាញរបស់គាត់ដែលហៅថា reskill ឬក៏ upskill នោះនៅលើក្រុមជំនាញហ្នឹងដើម្បីឲ្យអាចមានតម្រូវការឆ្លើយតបទីផ្សារហើយទីផ្សារហ្នឹងមិនមែនតែទីផ្សារក្នុងស្រុកទេ ចា៎ ទាំងទីផ្សារក្រៅស្រុកដែរឧទាហរណ៍ដែលគាត់មានទទួលបាននៅសញ្ញាបត្រទទួលស្គាល់កម្រិតអន្តរជាតិឧទាហរណ៍ដូចជា AWS ដូចជា Cisco ជាដើមគាត់អាចមានចលនាភាពការងាររបស់គាត់ជួនកាលមិនទៅធ្វើការស្រុកក្រៅជួនកាលអាចផ្ដល់សេវាធ្វើការពីស្រុកខ្មែរធ្វើការពីចម្ងាយ remotely ផ្ដល់សេវាឲ្យគេនៅបរទេសដែរ ចា៎ តែមានការទទួលស្គាល់មួយជាកម្រិតអន្តរជាតិតែឧទាហរណ៍ថាយកទៅប្រទេសថៃយកទៅប្រទេសសិង្ហបុរីឧទាហរណ៍គឺសញ្ញាបត្ររបស់គាត់ហ្នឹងគឺមានការទទួលស្គាល់កម្រិតតំបន់អន្តរជាតិអញ្ចឹងងាយស្រួលក្នុងការផ្ដល់លើសេវាហើយរកការងារធ្វើដែលអាចមានកម្រៃខ្ពស់ផងដែរ ចា៎អរគុណច្រើនមែនតើបងសម្រាប់ការរៀបរាប់យ៉ាងលម្អិតពាក់ព័ន្ធទៅនឹងជំនាញ digital សំខាន់ៗទាំង7ដែលយុវជនកម្ពុជាអាចធ្វើការកាត់គោក្នុងការជ្រើសរើសសិក្សាសម្រាប់ថ្នាក់ឧត្តមសិក្សាចា៎ចូលមកកាន់សំណួររបស់យើងមួយវិញទៀតខ្ញុំចង់សួរទៅកាន់បងថាតើមានជាយុទ្ធសាស្ត្រនិងសកម្មភាពកន្លឹះអ្វីខ្លះដែលជំរុញនិងតាក់ទាញយុវជនកម្ពុជាឲ្យងាកមកជ្រើសរើសក្នុងការសិក្សាជំនាញ digital ឲ្យកាន់តែមានប្រសិទ្ធភាព អរគុណចំពោះសំណួរដ៏មានសារៈសំខាន់នេះនៅកម្ពុជាយើងរដ្ឋាភិបាលបានដាក់ចេញនៅក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ចសង្គម Digital ឆ្នាំ2021-2035 និងគោលនយោបាយរដ្ឋាភិបាល Digital ឆ្នាំ2022-2035 ចា៎ នៅភាពចាំបាច់នៅក្នុងការជំរុញការចាប់យកនៅជំនាញ Digital របស់សិស្សនិស្សិតដើម្បីបង្កើននៅធនធានមនុស្សជំនាញ digital ឬក៏ទេពកោសល្យ digital នៅក្នុងនោះមានសកម្មភាពអតិភិបនិងសសរស្តម្ភនិងយុទ្ធសាស្ត្រជាច្រើនដែលបានរៀបរាប់ពីការជំរុញការចាប់យកនេះហើយវាបានបញ្ជាក់បន្ថែមនៅក្នុងយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី1ផងដែរដែលការអតិភិបកន្លឹះទី1គឺមនុស្សចា៎ដែលអតិភិបកន្លឹះទី5ដែលបន្ថែមថ្មីនៅក្នុងយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី1នោះដែរគឺបច្ចេកវិទ្យាចា៎ហើយមានបញ្ញកោណទី5ដែលផ្ដោតទៅលើការកសាងសេដ្ឋកិច្ចសង្គម digital នោះហើយមានមុំមួយនោះដែលនិយាយពីការកសាងរដ្ឋាភិបាល digital និងពលរដ្ឋ digital នោះផ្ដោតទៅលើការជំរុញការកសាងពលរដ្ឋ digital មួយនិងទេពកោសល្យ digital ចា៎អញ្ចឹងនេះជាក្របខ័ណ្ឌគោលនយោបាយរួមដែលក្តោបពីយុទ្ធសាស្ត្រនិងការបដិញ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការបង្កើតទុនធានមនុស្សនោះចា៎ប៉ុន្តែត្រឡប់មកមើលក្នុងសកម្មភាពលម្អិតវាជាសកម្មភាពអតិភិបលម្អិតថ្មីនេះរដ្ឋាភិបាលបានដាក់ចេញនៅផែនទីបង្ហាញផ្លូវអភិវឌ្ឍជំនាញតាមរយៈគណៈកម្មការរដ្ឋាភិបាល digital និងក្រសួងប្រៃសណីយ៍ឬគមនាគមន៍ហ្នឹងគឺមានយុទ្ធសាស្ត្រមួយនិយាយពីការតាក់ទាញសិស្សនិស្សិតឲ្យជ្រើសរើសជំនាញ digital ចា៎នៅក្នុងហ្នឹងមានសកម្មភាពអតិភិប3សកម្មភាពទី1គឺតម្រង់ទិសសិក្សាតម្រង់ទិសសិក្សាហ្នឹងមានន័យថាម៉េចដូចខ្ញុំបានបញ្ជាក់នៅក្នុងសំណួរពីមុនចម្លើយពីមុនមកនោះគឺថាធ្វើម៉េចតាក់ទាញឲ្យគាត់តម្រង់ទិសឲ្យគាត់ជ្រើសរើសជំនាញ digital ចា៎ជ្រើសរើសជំនាញ digital មិនមែនអាចចាប់ផ្ដើមមកថ្នាក់ទី10ទី11ហើយឲ្យគាត់ទៅថាត្រូវប្រឹងរៀនជំនាញ STEM ឬក៏ជំនាញ digital ទេមានន័យថាបញ្ជ្រាបគាត់តាំងពីក្មេងឲ្យយល់ពីសម្រាប់សំខាន់នៃបច្ចេកវិទ្យា digital ឲ្យយល់ថាបច្ចេកវិទ្យា digital ហ្នឹងអាចធ្វើអីបានដូចជាកម្មវិធីមួយចំនួនដែលក្រសួងស្ថាប័នហើយនឹងដៃគូអភិវឌ្ឍហើយនឹងភាគីពាក់ព័ន្ធហ្នឹងគាត់បានជំរុញតែឧទាហរណ៍ដូចជាការធ្វើការប្រកួតប្រជែងឬការបង្កើត robot ចា៎ដូចកម្មវិធីដូចជាចុះទៅមូលដ្ឋានដើម្បីធ្វើការបរៀននិស្សិតនៅកម្រិតវិទ្យាល័យឲ្យចេះ coding ទៅសេកម្មវិធីដែលឬក៏ទៅសេកម្មវិធី embedded នៅក្នុង robot ដែលអាចឲ្យ robot ហ្នឹងមានដំណើរការបាន
នឹងជាការតាក់ទាញមួយដែលអាចគាត់ចាប់ផ្ដើមតម្រង់ទិសឲ្យគាត់ស្រឡាញ់នៅមុខវិជ្ជាហ្នឹងដែលអាចបង្ហាញថាគាត់មុខវិជ្ជាហ្នឹងអត់ពិបាកចា៎មានថាគាត់អាចតាំងពីគាត់ទៅរៀនបន្តិចហ្នឹងគាត់អាចធ្វើ coding អាចធ្វើឲ្យ programming ដែលអាចឲ្យមានសមិទ្ធផលជាក់លាក់ណាមួយចា៎មួយទៀតគឺសកម្មភាពរបស់រដ្ឋាភិបាលដែរក្នុងក្របខ័ណ្ឌនៃការកាត់បន្ថយគម្លាត digital នោះក្រសួងអប់រំយុវជននិងកីឡានិងក្រសួងប្រៃសណីទូរគមនាគមន៍បានសហការគ្នាបង្កើតនៅមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ប្រមាណ500មជ្ឈមណ្ឌលនៅតាមគ្រប់វិទ្យាល័យទូទាំងប្រទេសនៃប្រជាជាតិកម្ពុជាហ្នឹងគឺដើម្បីអីដើម្បីអនុញ្ញាតឲ្យកូនសិស្សអាចសិក្សាពីចម្ងាយនៅពីនៅការសិក្សាពីភ្នំពេញទៅឧទាហរណ៍មានគ្រូជំនាញល្បីៗអីជាដើមអាចធ្វើការសិក្សាគាត់បរៀនពីនេះទៅគាត់អាចទៅសិក្សាវាក្នុងទីពីរគាត់អាចប្រើប្រាស់បច្ចេកវិទ្យា digital តាមរយៈការប្រើប្រាស់កុំព្យូទ័រតាមប្រើប្រាស់បច្ចេកវិទ្យាពាក់ព័ន្ធនឹងទីនោះដើម្បីជំរុញឲ្យគាត់ការសិក្សាបែបជា digital ដែរអាហ្នឹងជាផ្នែកមួយជំរុញឲ្យគាត់ចាប់ផ្ដើមមានបទពិសោធន៍ពាក់ព័ន្ធទៅលើបច្ចេកវិទ្យា digital តាក់ទាញពួកគាត់ចូលដែរអាហ្នឹងជាការដាក់ចេញរបស់រដ្ឋាភិបាលមួយដែលតាក់ទាញពួកគាត់មួយទៀតគឺការកំណត់នៅក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចសង្គម digital និងក្នុងរដ្ឋាភិបាល digital ដែរនោះគឺមានន័យថាការរៀបចំកម្មវិធីសិក្សាឡើងវិញដែលបញ្ចូលនៅជំនាញ digital តាំងពីកម្រិតបឋមដល់គ្រប់កម្រិតសិក្សាអាហ្នឹងហើយដែលជាសកម្មភាពសំខាន់មួយដែរដើម្បីតាក់ទាញឲ្យគាត់ចូលជំនាញហ្នឹងដែរអាហ្នឹងជាសកម្មភាពអត្ថភាពទី1ចា៎ទី2នោះគឺការផ្ដល់នៅឱកាសឲ្យពួកគាត់ការផ្ដល់ឱកាសហ្នឹងមានន័យថាម៉េចឧទាហរណ៍ផ្ដល់នៅការលើកទឹកចិត្តឲ្យគាត់និស្សិតឆ្នើមដែលអាចជ្រើសរើសមកជំនាញ digital ហ្នឹងតាមរយៈការផ្ដល់អាហារូបករណ៍ចា៎តាមរយៈការផ្ដល់អាហារូបករណ៍ទាំងចេញពីរដ្ឋាភិបាលទាំងចេញពីដៃគូជាដើមហើយជាពិសេសអាហារូបករណ៍ដល់ស្ត្រីដែរដើម្បីអាចស្ត្រីចូលរួមចំណែកក្នុងជំនាញទេពកោសល្យ digital នឹងឲ្យបានច្រើនដែរអញ្ចឹងជាក់ស្ដែងក្រសួងប្រៃសណីទូរគមនាគមន៍ក៏បានដាក់ចេញនៅផ្ដល់អាហារូបករណ៍ទេពកោសល្យ digital ដែលចូលនោះដល់សិស្សនិស្សិតឆ្នើមដើម្បីរៀនជំនាញនឹងដែរជាឧទាហរណ៍មួយដើម្បីតាក់ទាញពួកគាត់ផ្ដល់ឱកាសពួកគាត់មានន័យថាខំប្រឹងរៀនទៅខ្លាចជានិស្សិតបកែហើយទៅរៀនជំនាញ digital ដែលមានការឧបត្ថម្ភមានអាហារូបករណ៍ត្រឹមត្រូវដែលអាចរៀននៅបាននៅតាមគ្រឹះស្ថានឧត្តមសិក្សាដែលមានគុណភាពហើយដែលអាចផ្ដល់នៅឱកាសការងារឲ្យគាត់ខ្ពស់នៅពេលបញ្ចប់ការសិក្សាអាហ្នឹងជាផ្នែកមួយទៀតចំណុចទី3នោះគឺសំខាន់គឺផ្ដល់ការគ្រប់គ្រងហិរញ្ញវត្ថុឧទាហរណ៍ថាគាត់អាចថាជានិស្សិតឆ្នើមដែរព្រោះអាចថាមិនមែនជានិស្សិតឆ្នើមព្រោះនៅពេលនិយាយនិស្សិតឆ្នើមការប្រកួតអាហារូបករណ៍វាតែមានកម្រិតដែរអញ្ចឹងនៅពេលដែលអ្នកដែលនៅសល់ពីមួយកញ្ចប់ដែលបានអាហារូបករណ៍នឹងហើយមានអ្នកមួយក្រុមទៀតដែលគាត់ស្រឡាញ់ដែរតែអត់បានអាហារូបករណ៍ទេដែលយើងផ្ដល់នៅឱកាសឲ្យគាត់មួយទៀតមានន័យថាគាត់អាចគ្រួសារអត់មានជីវភាពល្អអីទេអាចបង់ថ្លៃសិក្សាឲ្យបានអញ្ចឹងយើងផ្ដល់ការគ្រប់គ្រងហិរញ្ញវត្ថុមួយជាយន្តការនៃការគ្រប់គ្រងហិរញ្ញវត្ថុមួយដែលអនុញ្ញាតឲ្យគាត់មានលទ្ធភាពបង់ថ្លៃសិក្សាលើជំនាញ digital នឹងដែរហើយដោយគ្មានការប្រាក់ជាការគ្រប់គ្រងហិរញ្ញវត្ថុមួយហើយជាឧទាហរណ៍មួយគឺការរៀបចំនៅបណ្ឌិតសភាបច្ចេកវិទ្យា digital កម្ពុជាដែរគឺមានការផ្ដល់នៅហិរញ្ញទានសិក្សាមួយជាមួយធនាគារឯកជនមួយហើយគាត់ធ្វើការផ្ដល់នៅឥណទានហ្នឹងដើម្បីគាត់សិក្សាចា៎ដល់ពេលគាត់ចប់មិនមែនមានតែចប់ត្រូវថាបង់ទេសាលាជួយផ្ដល់នៅគេហៅថាជាការធានាឲ្យគាត់មួយអត់បាច់មានcollateral អត់បាច់មានវត្ថុប្រចាំអីទេគឺសាលាជាអ្នកធានាដើម្បីឲ្យគាត់រៀនឲ្យចប់ទោះបានដល់ទទួលបាននៅប្រាក់បៀវត្សនៅកម្រិតណាមួយដែលអាចថាជាធម្មតាអាច$500អញ្ចឹងបានគាត់ចាប់ដើមបង់ចា៎បង់នៅភាគរយណាមួយទៀតហើយជាក់ស្ដែងក្រសួងប្រៃសណីទូរគមនាគមន៍ក៏គាត់បានរៀបចំនៅកម្មវិធីមួយគឺកម្មវិធីដើម្បីផ្ដល់ហិរញ្ញទានសិក្សានឹងដែរចា៎ហើយគឺប្រើប្រាស់ធនធានមកដើម្បីផ្ដល់នៅហិរញ្ញទានឲ្យពួកគាត់បើនិយាយស្រួលការគ្រប់គ្រងហិរញ្ញវត្ថុចា៎ឲ្យគាត់ជ្រើសរើសជំនាញហ្នឹងហើយតើគាត់មានការងារត្រឹមត្រូវប្រាក់ខែ$500ឡើងបានបង់តែគ្មានការប្រាក់ទេហើយបន្ទាប់មកផ្ដល់នៅសេវាបន្ថែមទៀតឲ្យគាត់មាន mentoring program ដែលអាចឲ្យគាត់ប្រឹក្សាយោបល់គាត់ពេលមានបញ្ហាពេលមានអីចឹងទៅឲ្យគាត់អាចមានលទ្ធភាព
ដោះស្រាយបញ្ហាហ្នឹងហើយអាចតម្រង់ទិសសិក្សាប្រកួតហើយរកការងារបានងាយស្រួលជួនកាលគាត់មកពីខេត្តមកពីអីគាត់អាចខ្វះការប្រឹក្សាយោបល់ឧទាហរណ៍ថាមិនដឹងទៅរៀនអីមិនដឹងចាប់យកជំនាញស្អីឲ្យប្រកបហើយជួនកាលមានបញ្ហាជួនកាលអីហើយអ្វីដែលសំខាន់មួយទៀតដែលយើងគួរតែផ្ដោតដែរគឺឲ្យគាត់មានបុគ្គលម្នាក់ផ្ដល់ជា mentoring ឲ្យគាត់ចា៎មានន័យថាជួនកាលអាចមានបុគ្គលម្នាក់ហ្នឹងគាត់ដើរនៅលើវិស័យហ្នឹងល្អហើយអញ្ចឹងគាត់អាចផ្ដល់គំនិតផ្ដល់យោបល់ជួនកាលមិនមែនតែរឿងរៀនទេចា៎តាំងពីបញ្ហាផ្សេងនេះអីចឹងគាត់អាចជួយជំរុញឲ្យគាត់ចាប់អាជីពហ្នឹងបានវែងឆ្ងាយហើយជោគជ័យភាពជោគជ័យខ្ពស់អានេះហើយជាឧទាហរណ៍មួយចំនួននៅលើសកម្មភាពអត្ថិភាពដែលរដ្ឋាភិបាលបានកំពុងធ្វើហើយបានដាក់ចេញហើយក៏មានការចូលរួមពីភាគីពាក់ព័ន្ធដែរចាអរគុណច្រើនបងចូលមកកាន់សំណួរចុងក្រោយសម្រាប់កិច្ចពិភាក្សារបស់យើងនៅថ្ងៃនេះផ្ទាល់ផងដែរខ្ញុំចង់សួរទៅកាន់បងថាតើមានតួអង្គសំខាន់ណាខ្លះដែលអាចចូលរួមសម្របសម្រួលយ៉ាងដូចម្តេចក្នុងការជំរុញកសាងក៏ដូចជាប្រមូលផ្ដុំនៅធនធានមនុស្សដែលមានសមត្ថភាពមានចំណេះដឹងក៏ដូចជាមានជំនាញ Digital នៅក្នុងសេដ្ឋកិច្ចនិងសង្គម Digital របស់ប្រទេសកម្ពុជាយើងនាពេលអនាគតផងដែរបាទអរគុណច្រើននាងសំណួរចុងក្រោយនេះជាក់ស្ដែងចេញយើងមានពីរផ្នែកចា៎មានផ្នែកផ្គត់ផ្គង់ហើយនិងផ្នែកតម្រូវការចា៎ផ្នែកផ្គត់ផ្គង់នោះយើងមានតាំងពីកូនសិស្សខ្លួនឯងចា៎ហើយពេលនោះឪពុកម្ដាយក៏មានទួនាទីរបស់គាត់ដែរចា៎កូនសិស្សខ្លួនឯងឪពុកម្ដាយមានទួនាទីដើម្បីគ្រប់គ្រងជំរុញឲ្យកូនអាចថាសិក្សាលើជំនាញហ្នឹងទៅឧទាហរណ៍ឬក៏ផ្ដល់ការគ្រប់គ្រងទាំងស្មារតីទាំងផ្នែកទឹកចិត្តអីជាដើមចា៎ហើយព្យាយាមឲ្យស្វែងយល់ពីសារៈសំខាន់ជាងថាជាពិសេសនិស្សិតស្រីដែលកុំទៅរៀន IT អីយើងមិនឲ្យគៀងប្រពោះធ្វើទៅតែហ្នឹងជាគំនិតមួយដែលហៅថាជួនកាលមិនបានជំរុញឲ្យគាត់តែពួកគាត់អាចទៅធ្វើល្អជាងនិស្សិតប្រុសផ្សេងទៀតផងចាអញ្ចឹងអានេះជាឧទាហរណ៍មួយអញ្ចឹងឪពុកម្ដាយកូនសិស្សមានទួនាទីមួយដែរទួនាទីទី2គឺស្ថានអប់រំចាជាសាកលវិទ្យាល័យជាស្ថានអប់រំបណ្ដុះបណ្ដាលហ្នឹងមានទួនាទីមួយពង្រឹងសមត្ថភាពខ្លួនឯងចាព្រោះបើកូនសិស្សខំប្រឹងរៀនហើយពុកម្ដាយគ្រប់គ្រងឲ្យមករៀនហើយប៉ុន្តែគឺស្ថានអប់រំបណ្ដុះបណ្ដាលអត់ផ្ដល់នៅការអប់រំបណ្ដុះបណ្ដាលដែលមានគុណភាពហើយទាក់ទាញពួកគាត់ដើម្បីឲ្យអាចមានការងារល្អចាដើម្បីកាត់បន្ថយគម្លាតកាត់បន្ថយពីបញ្ហានោះគឺមានន័យថាគឺស្ថានអប់រំបណ្ដុះបណ្ដាលត្រូវដើរតួនាទីមួយសំខាន់ពង្រឹងគុណភាពអប់រំរបស់ខ្លួនចាដើម្បីមានគុណភាពទាំងរៀបចំពីកម្មវិធីសិក្សា curriculum ហ្នឹងឲ្យមានឆ្លើយតបនឹងតម្រូវការទីផ្សារគ្រូមានសមត្ថភាពមានហេដ្ឋារចនាសម្ព័ន្ធមន្ទីរពិសោធន៍ lab អីឲ្យត្រឹមត្រូវដើម្បីជំរុញឲ្យគាត់សិក្សាឲ្យបានជោគជ័យហើយបន្ថែមនៅជំនាញទុនជាក់លាក់មួយទៀតដែលធ្វើឲ្យគាត់អាចទៅធ្វើការងារតាមតម្រូវការរបស់ក្រុមហ៊ុនដែរជំនាញទុនហ្នឹងក៏អាចតាមរយៈការរៀបចំកម្មវិធីសិក្សាឬក៏អាចតាមរយៈការផ្ដល់នៅការចូលរួមទៅធ្វើកម្មសិក្សាជាដើមឬក៏ការចូលរួមការប្រកួតប្រជែងអីជាដើមដែលអាចឲ្យគាត់មានចំណេះដឹងធ្វើការងារជាក្រុមមានចំណេះដឹងក្នុងការទំនាក់ទំនងមានចំណេះដឹងធ្វើការទំនាក់ទំនងជាមួយក្រុមការងារឬក៏ក្រុមដែលជាមិត្តរួមក្រុមអីជាដើមតែអញ្ចឹងហើយដែលជំរុញឲ្យមានការធ្វើ internship អីជាដើមហ្នឹងទៅអាហ្នឹងពីខាងគប់គប់ហើយឡែកពីខាងតម្រូវការវិញមានន័យថាពួកគាត់មានទួនាទីមួយផ្ដល់នៅធនធានមកវិញចាផ្ដល់នៅឱកាសមកវិញឲ្យខាងនេះចាមានន័យថាម៉េចឧទាហរណ៍បើចង់ថាឲ្យកូនសិស្សចេញទៅមានជំនាញដែលជាតម្រូវការរបស់ពួកគាត់តើតើពួកគាត់នឹងផ្ដល់ជំនាញនឹងដែរចាអញ្ចឹងផ្ដល់ជំនាញហ្នឹងអាចមាន2ទម្រង់អាចថា2ទៅ3ទម្រង់ទម្រង់ទី1គឺមានថាគាត់ចូលរួមជួយរៀបចំឬពង្រឹងសមត្ថភាពកម្មវិធីសិក្សាចាហើយកម្មវិធីសិក្សាថាខ្ញុំត្រូវការជំនាញនេះត្រូវការជំនាញទុនរបៀបនេះជំនាញបច្ចេកទេសរបៀបនេះអញ្ចឹងជួយរៀបចំកម្មវិធីសិក្សាមួយដែលជាតម្រូវការរបស់គាត់ដែរអញ្ចឹងឲ្យជាធាតុចូលឲ្យជាយោបល់មកដើម្បីឲ្យគឺស្ថានឧត្តមសិក្សារៀបចំចាទី2ទទួលកូនសិស្សអាចទី2ចេះវិញទី2គឺមានន័យថាគាត់ផ្ដល់នៅអ្នកជំនាញមកផ្ដល់ជា guest lecture មកដល់ជាផ្ដល់នៅជាគ្រូបរិញ្ញាឬក៏ជាវាគ្មិនកិត្តិយសណាមួយផ្ដល់លើកទឹកចិត្តឲ្យពួកគាត់នៅលើជំនាញអូខេឥឡូវគាត់មានជំនាញសន្តិសុខ cyber ឧទាហរណ៍ចា៎អញ្ចឹងគាត់មកជួយធ្វើជាវាគ្មិនកិត្តិយសបញ្យលកូនសិស្សចំនួន2ទៅ3ម៉ោងឧទាហរណ៍ដោយសារគាត់ជាប់ការងាររបស់គាត់ដែរចា
ចឹងបញ្យល់កូនសិស្សអ្វីដែលចំណុចសំខាន់មួយទៀតមិនមែនតែផ្ទេរនៅចំណេះដឹងទេប៉ុន្តែលើកទឹកចិត្តជំរុញគាត់ inspire គាត់ចា៎ដើម្បីថាអូខ្ញុំរៀនជំនាញហ្នឹងទៅទៀតខ្ញុំអាចខ្លាចទៅជាគាត់ ចា៎ជាគំរូមួយដែរលើកទឹកចិត្តឲ្យគាត់មើលដឹងថាគាត់ត្រូវទៅណាដែរហើយទី3ទទួលគាត់ធ្វើកម្មសិក្សា ចា៎ បើមិនផ្ដល់ឲ្យគាត់ខ្លះមិនផ្ដល់អាជំនាញទុនអាជំនាញដែលជាតម្រូវការពុកដែលខ្លះពេលគាត់ពងរៀនគាត់ចេះទៅទ្រឹស្ដី ចា៎ គាត់ចេះធ្វើកម្មវិធីធ្វើអីមែនប៉ុន្តែគាត់អត់មានជំនាញនៅក្នុងនេះទេអញ្ចឹងខាងនេះក៏ទៅឲ្យផ្ដល់ឱកាសឲ្យគាត់ទទួលបានការកម្មសិក្សាហើយបរៀនគាត់ on the job training អីជាដើមហ្នឹងទៅដើម្បីឲ្យអាពីរហ្នឹងវាដូចកំពុងតែមួយវាអត់មានmismatch គ្នាវាអត់អ្នកត្រូវការក៏មកចូលរួមអ្នកឆ្លើយតបក៏បានឆ្លើយតបទៅគ្នាដែរ ចា៎ អាហ្នឹងពីខាងអាមេរិកនិងខាងគុតគង់ដែលឡែកដៃគូអភិវឌ្ឍហើយនឹងអង្គការពាក់ព័ន្ធហើយនឹងភាគីពាក់ព័ន្ធផ្សេងទៀតអាចចូលរួមក្នុងការគ្រប់គ្រងក្នុងការផ្ដល់អាហារូបករណ៍ជំរុញការចូលរួមរបស់និស្សិតស្ត្រីអីជាដើមឬក៏ការពង្ជ្រាបការយល់ដឹងដល់ពលរដ្ឋជាពិសេសពលរដ្ឋជាពិសេសដែលអាចថាជាឪពុកម្ដាយជាអីនៅជំនាញ digital អីជាដើមអញ្ចឹងទៅគាត់ដើរតួនាទីរួមគ្នាអញ្ចឹងទៅប្រព័ន្ធ ecology នៃការអភិវឌ្ឍជំនាញហ្នឹងវាធ្វើទាំងអស់គ្នាកូនសិស្សក៏ប្រឹងរដ្ឋាភិបាលក៏ប្រឹងគឺសារអប់រំក៏ប្រដបដាពង្រឹងគុណភាពខ្លួនឯងវិស័យឯកជនអ្នកដែលត្រូវការក៏ចូលរួមអញ្ចឹងធនធានជំនាញ digital ទេពកោសល្យ digital យើងមកចេញមកមានគុណភាពហើយមានការងារធ្វើហើយចូលរួមមកអភិវឌ្ឍប្រទេសយើងវិញចា៎នេះជាអ្វីដែលភាគីពាក់ព័ន្ធគួរតែហើយនឹងពង្រឹងការចូលរួមរបស់ខ្លួនជាងថាខ្ញុំចង់វិស័យឯកជនថាក្រុមហ៊ុនថាខ្ញុំចង់បានជំនាញនេះតែអត់មានទេជាងនិយាយភាសាហ្នឹងមកចូលរួមមួយគ្នាហើយបង្កើតនៅធនធានមួយដែលមានតម្រូវការសម្រាប់ឆ្លើយតបទៅតម្រូវការទាំងអស់ចាអរគុណច្រើនបងដែលបានជួយបង្ហាញនិងរៀបរាប់យ៉ាងលម្អិតពាក់ព័ន្ធទៅនឹងតួអង្គសំខាន់ដែលគាត់អាចចូលរួមសម្របសម្រួលក្នុងការជំរុញការកសាងនិងអភិវឌ្ឍធនធានមនុស្សក៏ដូចជាទេពកោសល្យ Digital នៅក្នុងសេដ្ឋកិច្ចនិងសង្គម Digital កម្ពុជារបស់យើងនាពេលអនាគតផងដែរចាទន្ទឹមពេលនេះដែរកម្មវិធីរបស់យើងក៏បានឈានមកដល់ទីបញ្ចប់នាងខ្ញុំក៏សូមអរគុណទៅកាន់វាគ្មិនកិត្តិយសរបស់យើងបងពិសាដែលបានចំណាយពេលវេលាយ៉ាងមានតម្លៃក៏ដូចជាបានផ្ដល់កិត្តិយសចូលរួមជាវាគ្មិននិងចែករំលែកនៅបទពិសោធន៍ក៏ដូចជាចំណេះដឹងពាក់ព័ន្ធទៅនឹងប្រធានបទដែលផ្ដោតសំខាន់ទៅលើការស្វែងយល់អំពីអក្ខរកម្ម Digital នៅក្នុងកម្មវិធីរបស់យើងនាវគ្គទី2នេះផងដែរនាងខ្ញុំក៏សូមអរគុណទៅកាន់ទស្សនិកជនដែលបានចំណាយពេលវេលាយ៉ាងមានតម្លៃក្នុងការតាមដានកម្មវិធីមួយនេះតាំងពីដើមរហូតដល់ចប់ដើម្បីទទួលបាននូវព័ត៌មាននិងចំណេះដឹងថ្មីៗពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ច Digital នៅក្នុងប្រទេសកម្ពុជាសូមធ្វើការតាមដានគេហទំព័រក៏ដូចជា Channel Telegram ផ្លូវការរបស់គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ច Digital ផងដែរខណៈពេលនេះដែរនាងខ្ញុំជាអ្នកសម្របសម្រួលនិងវាគ្មិនកិត្តិយសរបស់យើងសូមអរគុណនិងសូមគោរពលានិងជួបគ្នានៅកម្មវិធីបន្តឆាប់ៗនេះ